มันអាចកាប់ទេដើមមលូនេះគឺជាអនុស្សាវរីយ៍តែមួយគត់របស់យើងនឹងម្ដាយរបស់នាងបើសិនជាឯងកាប់នៅស្មើនឹងសម្លាប់យើងហើយណាត្រូវយកកំសើចេញពីបាត់ឆ្នាំងទើបមានសង្ឃឹមថារស់មកពេលលោកប៉ាប្រយ័ត្នពេកអ្វីក៏មិនអនុញ្ញាតឲ្យអ្នកថែសួនប៉ាអញ្ចឹងហើយទើបដើមមលូទៅជាបែបនេះលោកតាទូលើដើមមលូនិយាយថាឈឺពោះណាព្រោះសត្វល្អិតខំវាណាមិនក៏អញ្ចឹងទៅកើតយើងតែងតែឲ្យអ្នកថែសួនបាញ់ថ្នាំសម្លាប់សត្វល្អិតនាំចូលពីបរទេសមិនក៏មានសត្វល្អិតទៀតទូតើកូនឃើញអ្វីមែនទេទូឃើញដង្កូវធំ5ក្បាលកំពុងខំនៅក្នុងពោះកុំនិយាយផ្ដេផ្ដាក្មេងឆ្លាតសបកដើមឈើក្រាស់ណាស់មិនក៏ចៅអាចមើលឃើញវាទូចេញមកណែឈប់ពិតជាប្រហើនណាយើងមិនគួរអនុញ្ញាតឲ្យក្មេងបែបនេះចូលផ្ទះយើងទេហើយមិនត្រឹមតែលួចកូនស្រីយើងទេនៅចង់កាប់ដើមមលូរបស់យើងទៀតកូនឈប់អានលេងទៀតនឹងទូធ្វើអញ្ចឹងទៀតហើយលោកប៉ាបន្តកូនចាស់មិនក៏យើងមានកូនស្រីមិនស្ដាប់បង្គាប់ដូចជាឯងនេះចិត្តតែជួយអ្នកខាងក្រៅតកូលវិនរបស់យើងនេះយ៉ាងហោចណាស់ក៏ជាតកូលអ្នកមានទាំង4នៅណានឆឹងនេះដែរណាឯងជានាងថ្លៃធ្នូអ្ហ្មងក៏ចង់ទៅធ្វើជាម្ដាយចុងគេបែបនេះក្រៅពីស៊ីវលីនយាគ្មានអ្នកណាត្រូវការឯងទេអីហ៎ដង្កូវវាលូនចេញមកហើយដោយសារពួកវាទៅដើមមលូននិយាយថាតែខំឈឺណាពិតជាមានតកូវមែនមិនតារាសម្ដាកអរគុណឯងហើយបើបាត់ចឹងទេយើងត្រូវតកូវទាំងអស់នេះខាប់ស្លាប់ហើយបាច់អរគុណទេនេះជាអ្វីដែលទូគួរធ្វើក្មេងល្អមិនក៏ឯងដឹងថាមានតកូវនៅដើមឈើនេះហ៎តែរបស់ទូមើលឃើញទូមានភ្នែកទឹកអាចមើលឃើញអ្វីដែលយើងមើលមិនឃើញទោះជាចាប់តកូវចេញក៏ដោយដើមឈើនេះពិបាកសង្គ្រោះខ្លាំងណាស់សាច់តែបន្តិចទៅជាហើយតកូវខំដើមឈើខូចអត់ទៅហើយទោះជាស្រោចទឹកប្រមាណគីបទៀតក៏គ្មានប្រយោជន៍ដែរកូនជឿថាទូនាំសំណាងល្អមកឲ្យយើងឲ្យគេសាឡបងតែយើងដឹងថាឯងដើម្បីរៀបការជាមួយនឹងក្មេងប្រុសមិនល្អនេះលែងខ្វល់ពីអ្វីទាំងអស់ហើយស្រោចទៅយ៉ាងណាក៏ដោយក៏ដើមឈើនេះមិនអាចជួយបានដែរម៉ាណាចេញស្លឹកហើយថែមទៅមានផ្លែទៀតល្អណាស់ចៅល្អរបស់តាមិនត្រឹមតែជួយសង្គ្រោះដើមមលូរបស់យើងទេថែមទាំងធ្វើឲ្យវារស់ឡើងវិញចេញស្លឹកហើយចេញផ្លែទៀតចៅជាផ្កាយនាំសំណាងមែនលពូឥឡូវយើងធ្វើឲ្យដើមមលូចេញស្លឹកចេញផ្លែហើយមានន័យថាម្ដាយរបស់ឈិញក៏យល់ព្រមនឹងអាពាហ៍ពិពាហ៍នេះដែរយើងគ្រាន់តែទទួលស្គាល់ចៅទូរបស់យើងតែប៉ុណ្ណោះយើងមិននឹងឲ្យក្មេងប្រុសលេលើរៀបការជាមួយនឹងកូនស្រីរបស់យើងនឹងងាយស្រួលនោះយើងសូមប្រាប់ឯងណាទៅថ្ងៃមុខបើសិនជាធ្វើឲ្យឈិញរបស់យើងពិបាកចិត្តទៀតនោះយើងនឹងមិនលើកលែងឯងទេណាបានលពូមិនបាច់ឲ្យលពូធ្វើទេខ្ញុំសន្យាថាក្រោយពេលដែលរៀបការបើខ្ញុំធ្វើអ្វីឲ្យឈិញពិបាកចិត្តនោះខ្ញុំសុខចិត្តផ្ទេរទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំឲ្យទៅនាងហើយខ្ញុំចេញពីផ្ទះដោយដៃទៅទេលោកតាចាំទូជួយលោកតាក្នុងការពិនិត្យលោកប៉ាឲ្យល្អណាស់ចៅល្អណាស់ទូមានម៉ាក់ហើយមានគ្រួសារកក់ក្ដៅហើយមកហោះទេអរគុណទូបើមិនបានកូនទេផ្លានឹងម៉ាក់ប្រហែលជាមិនបានរៀបការទេពេលនេះពួកយើងរៀបការហើយការសហការត្រកូលវិនជាមួយត្រកូលសៀវក៏អាចបន្តបានហៅឡូលោកចាស់ទី2មិនល្អទេរោគចាប់រត់ឆ្នាំមានបញ្ហាហើយយើងទៅដល់ហើយលោកចាស់ទី2មកដល់ហើយមិនកំងនៅទីនេះឯងមិនគិតថាខ្លាចទៅជាអ្នកស្នំមរតកហើយអាចយកទ្រព្យសម្បត្តិរបស់សៀវទាំងអស់បានហើយមានរឿងអ្វីឲ្យប្រកាសទេគឺបែបនេះនៅតំបន់ដាំយិនសិនដែលរោងចក្រពួកយើងបានចុះកិច្ចសន្យាស្រាប់តែមានជ្រុកព្រៃលេចឡើងបំផ្លាញដំណាំនិងធ្វើឲ្យអ្នកថែទាំរបួសថែមទៀតផងហើយថ្ងៃស្អែកនេះមានកម្មបញ្ជាទិញបើមិនមានរបស់ឲ្យគេនឹងត្រូវសងសំណង5លានឲ្យគេវិញផងត្រកូលវិនមានអ្នកសហការហើយចាំអូនតាក់តងមើលថាតើអាចផ្លាស់ប្ដូរអ្វីបានខ្លាំងឧស្សាហកម្មថ្នាំត្រកូលលៀនរាប់ឆ្នាំហើយនៅតែមិនអាចយកមកបានចាំមើលថាអ្នកណាយកមកបានមិនបាច់ទេបងថ្លៃនិយាយត្រឹមត្រូវណាចាំបានហើយនេះគឺអតីតមិត្តស្រីប្អូនទី2មែនទេយ៉ាងម៉េចពេលនេះលើថាប្អូនទី2ឡើងស្នងតកូលមែនទេទើបត្រឡប់រកស្នេហ៍ចាស់យ៉ាងនេះក៏និយាយពីម៉ាក់ខ្ញុំបែបហ្នឹងនឹងក្មេងនេះអ្នកណាឲ្យដោះឯងមុនភ្លេចហើយថាអ្នកណាជាអ្នកបង្កើតឯងបានហើយបើគ្រប់គ្នានៅទីនេះរងចាំច្បាស់ជាគិតឃើញអ្វីខ្លះហើយបានដូចជាហើយ
ឲ្យឯងនឹងយើងរកតំបន់ដាំយិនសិនថ្មីអ្នកណារកបាននឹងប្រគល់រោងចក្រផលិតថ្នាំឲ្យអ្នកនោះក្រុមហ៊ុនរោងចក្រផលិតថ្នាំនឹងក្លាយជារបស់យើង រកយិនសិនត្រូវហើយតែយិនសិនមិនមែនអ្នកណាក៏អាចរកឃើញនោះទេណាគឺត្រូវតែគេម្នាក់នោះជាមនុស្សមានសំណាងទើបគេអាចមានឱកាស ហើយនាំកូនរញ៉េរញ៉ៃនេះទៅច្បាស់ជាមិនអាចរកឃើញទេ បើអញ្ចឹងយើងប្រញាប់ចាប់ផ្ដើមទៅ